ឆ្នាំ2024គឺជាឆ្នាំបញ្ចប់នីតិកាលទី4និងជាការចាប់ផ្ដើមនីតិកាលទី5របស់ព្រឹទ្ធសភាព្រឹទ្ធសភានីតិកាលទី5បានបើកសម័យប្រជុំដំបូងយ៉ាងមហោឡារិកនាថ្ងៃទី3ខែមេសាឆ្នាំ2024ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាសមាជិកព្រឹទ្ធសភានីតិកាលទី5ត្រូវបានប្រកាសសុពលភាពនិងធ្វើសច្ចាប្រណិធានចូលកាន់តំណែងស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាព្រឹទ្ធសភានីតិកាលទី5មានសមាជិកសមាជិកាចំនួន62រូបក្នុងនោះសមាជិកាមានចំនួន11រូបព្រឹទ្ធសភានីតិកាលទី5មានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាប្រធានឯកឧត្តមប្រាក់សុខុនជាអនុប្រធានទី1និងឯកឧត្តមអ៊ុចបូរិតជាអនុប្រធានទី2ក្រោយពេលដែលឯកឧត្តមប្រាក់សុខុនលាឈប់ពីសមាជិកព្រឹទ្ធសភាទៅបំពេញភារកិច្ចថ្មីក្នុងសម័យប្រជុំលើកទី2ព្រឹទ្ធសភានីតិកាលទី5នាថ្ងៃទី25ខែវិច្ឆិកាឆ្នាំ2024អង្គព្រឹទ្ធសភាបានជ្រើសរើសបំពេញជំនួសឯកឧត្តមអ៊ុចបូរិតជាអនុប្រធានទី1និងឯកឧត្តមបណ្ឌិតធុនវឌ្ឍនាជាអនុប្រធានទី2ព្រឹទ្ធសភាវិញក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានីតិកាលទី5បានបន្តនិរន្តរភាពពង្រឹងបន្ថែមនៅឧត្តមមានុភាពនិងវិសាលភាពការងារទាំងលើការអនុវត្តមុខងារស្នូលរួមមានមុខងារនីតិកម្មមុខងារតាមដានការអនុវត្តច្បាប់និងមុខងារតំណាងឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់និងមានគណនេយ្យភាពព្រមទាំងតម្រង់ឆ្ពោះផ្ដោតអតិភិបលើការងារចម្បង2គឺការរួមប្រស្រ័យទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោតដែលជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៅមូលដ្ឋាននិងការលើកកម្ពស់ការទូតសភាស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោប្រធានព្រឹទ្ធសភាដែលបានដាក់ចេញសម្រាប់នីតិកាលនេះទូលប្រគំខ្ញុំនឹងយកការលើកកម្ពស់ការទូតសភាជាអាទិភាពមួយអាទិភាពចម្បងទី2គឺត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងអង្គបោះឆ្នោតរបស់យើងជាពិសេសជាមួយសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ក្នុងនាមជាអង្គការនីតិបញ្ញត្តិព្រឹទ្ធសភាបានបំពេញមុខងារនីតិកម្មដោយដំណើរការប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ចំនួន15លើកបើកសម័យប្រជុំចំនួន2លើកដោយបានរៀបចំប្រជុំពេញអង្គចំនួន5លើកប្រជុំវិសាមញ្ញចំនួន4លើកដើម្បីពិនិត្យហើយឲ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួន8ច្បាប់ដែលរដ្ឋសភាបានបញ្ជូនមកក្នុងនោះសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញនិងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍកម្ពុជាឡាវវៀតណាម CLVDTA ត្រូវបានព្រឹទ្ធសភាបញ្ជូនទៅកាន់រដ្ឋសភាវិញដើម្បីធ្វើការកែសម្រួលចំណងជើងនិងខ្លឹមសារមាត្រា1មាត្រា2និងមាត្រា3នៃសេចក្តីព្រាងច្បាប់នេះព្រមជាមួយគ្នានេះព្រឹទ្ធសភាបានធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរបស់ខ្លួនដើម្បីធានានូវការអនុវត្តមុខងារឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ជាពិសេសឲ្យស្របទៅនឹងបរិបទនៃការរីកចម្រើននៅក្នុងសេដ្ឋកិច្ចសង្គមការវិវត្តឥតឈប់ឈរនៃប្រព័ន្ធបច្ចេកវិទ្យានិងដើម្បីឆ្លើយតបទៅនឹងទស្សនវិស័យវែងឆ្ងាយរបស់ព្រឹទ្ធសភានីតិកាលទី5ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាក្រៅពីបំពេញការងារស្នូលក្នុងមុខងារនីតិកម្មនៅក្នុងអំឡុងពេលចន្លោះសម័យប្រជុំនីមួយៗគណៈកម្មការនានារបស់ព្រឹទ្ធសភាបានយកចិត្តទុកដាក់បំពេញការងារយ៉ាងសកម្មដោយបានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងក្រសួងស្ថាប័ននានាចំនួន11លើកនិងចុះបេសកកម្មស្វែងយល់នៅខេត្តកំពង់ចាមត្បូងឃ្មុំកណ្ដាលតាកែវឧត្តរមានជ័យបាត់ដំបងបន្ទាយមានជ័យសៀមរាបព្រៃវែងស្វាយរៀងកំពង់ស្ពឺព្រះសីហនុកំពតក្រចេះស្ទឹងត្រែងរតនគិរីនិងខេត្តមណ្ឌលគិរីចំនួន25លើកដើម្បីតាមដានវឌ្ឍនភាពការងាររបស់ក្រសួងស្ថាប័ននានា
តាមដានការអនុវត្តច្បាប់កម្មវិធីនយោបាយនិងគោលនយោបាយនានារបស់រាជរដ្ឋាភិបាលស្របតាមតួនាទីភារកិច្ចនិងសមត្ថកិច្ចរបស់គណៈកម្មការនីមួយៗតាមរយៈជំនួបពិភាក្សាការងារជាមួយនឹងក្រសួងស្ថាប័ននានានិងដំណើរបេសកកម្មនៅមូលដ្ឋានគណៈកម្មការនានារបស់ព្រឹទ្ធសភាសូមវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាមានការរីកចម្រើនលើគ្រប់វិស័យនិងការរក្សាបាននូវសន្តិភាពសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់សង្គមបានល្អប្រសើរទន្ទឹមគ្នានេះរាជរដ្ឋាភិបាលបានអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1រួមទាំងកម្មវិធីគោលនយោបាយជាអាទិភាពសំខាន់ៗនិងវិធានការគន្លឹះនានាព្រមទាំងបន្តជំរុញដោយសកម្មនៅរាល់កំណែទម្រង់រដ្ឋស៊ីជម្រៅលើគ្រប់វិស័យដោយប្រកាន់យកអភិបាលកិច្ចល្អជាស្នូលដំណើរការអនុវត្តលទ្ធិប្រជាធិបតេយ្យទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិត្រូវបានពង្រឹងពង្រីកឥតឈប់ឈរនិងកំពុងបន្តដំណើរទៅមុខដោយរលូនតាមគន្លងនីតិរដ្ឋក្នុងភាពជាតំណាងឲ្យក្រុមប្រឹក្សាឃុំសង្កាត់និងប្រជាពលរដ្ឋនៅទូទាំងប្រទេសសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាបានទទួលភារកិច្ចជាប្រមុខរដ្ឋស្ដីទីចំនួន7លើកទន្ទឹមនឹងនេះថ្នាក់ដឹកនាំសមាជិកសមាជិកាព្រឹទ្ធសភាបានយកចិត្តទុកដាក់អនុវត្តមុខងារតំណាងយ៉ាងខ្ជាប់ខ្ជួនដើម្បីផ្សារភ្ជាប់ការងាររបស់ខ្លួនទៅនឹងការងារនៅថ្នាក់ក្រោមជាតិដោយបានអញ្ជើញចុះទៅប្រស្រ័យទាក់ទងជាមួយនឹងប្រជាពលរដ្ឋនិងអាជ្ញាធរដែនដីនៅក្នុងភូមិភាគរបស់ខ្លួននៅទូទាំងប្រទេសយ៉ាងសស្រាក់សស្រាំដើម្បីជួបពិភាក្សាការងារជាមួយនឹងក្រុមប្រឹក្សាឃុំសង្កាត់សួរសុខទុក្ខប្រជាពលរដ្ឋផ្ទាល់នៅតាមមូលដ្ឋានដោយបាននាំយកសម្ភារៈថវិកាថ្នាំពេទ្យគ្រឿងឧបភោគបរិភោគដើម្បីចូលរួមដោះស្រាយជីវភាពប្រជាពលរដ្ឋជួបការលំបាកព្រមទាំងចុះពិនិត្យការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តចូលរួមក្នុងកម្មវិធីនានាការងារសង្គមចូលរួមដោះស្រាយសំណូមពរនិងសំណើផ្សេងៗរបស់ប្រជាពលរដ្ឋនិងជួយអន្តរាគមន៍ទៅអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋព្រមទាំងបានសហការជាមួយនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យនិងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅរាជធានីភ្នំពេញខេត្តត្បូងឃ្មុំកំពង់ចាមកណ្ដាលសៀមរាបតាកែវកំពតស្វាយរៀងព្រៃវែងព្រះសីហនុនិងខេត្តកំពង់ធំចំនួន20លើកដែលមានអ្នកចូលរួមសរុបចំនួន7129នាក់ទន្ទឹមនឹងនេះក្រុមសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទាំង8បានរៀបចំវេទិកាភូមិភាគពិគ្រោះយោបល់ស្ដីពីបញ្ហាប្រឈមនិងសំណូមពរជាមួយក្រុមប្រឹក្សាឃុំសង្កាត់ស្មៀននិងនាយប៉ុស្តិ៍នគរបាលនៅរាជធានីភ្នំពេញខេត្តព្រៃវែងនិងខេត្តស្វាយរៀងចំនួន4លើកដែលមានអ្នកចូលរួមចំនួន819នាក់និងរៀបចំកិច្ចពិគ្រោះយោបល់និងពិធីសំណេះសំណាលថ្នាក់ខេត្តក្រុងស្រុកខណ្ឌជាមួយនឹងក្រុមប្រឹក្សាឃុំសង្កាត់ស្មៀននាយប៉ុស្តិ៍នគរបាលនិងអាជ្ញាធរមូលដ្ឋានចំនួន57លើកនៅទូទាំង25រាជធានីខេត្តដោយមានអ្នកចូលរួមសរុបចំនួន9546នាក់ព្រមជាមួយគ្នានេះក្រុមសមាជិកាព្រឹទ្ធសភាបានរៀបចំវេទិកាស្ដីពីពង្រឹងសមត្ថភាពដឹកនាំក្រុមប្រឹក្សាឃុំសង្កាត់ជាស្ត្រីនិងសហគ្រិនស្ត្រីរួមទាំងវិស័យ Digital នៅក្រុងកំពតខេត្តកំពតដែលមានសមាជិកចូលរួមសរុបចំនួន316រួមក្នុងនោះក្រុមប្រឹក្សាឃុំសង្កាត់ជាស្ត្រីខេត្តកំពតតាកែវនិងកែបចំនួន152នាក់ព្រមទាំងអាជីវករនិងសហគ្រិនជាស្ត្រីចំនួន105នាក់បន្ថែមពីនេះក្រុមសមាជិកាព្រឹទ្ធសភាបានរៀបចំពិធីសម្ដែងសម្ដាលថ្នាក់ខេត្តជាមួយនឹងក្រុមប្រឹក្សាឃុំសង្កាត់ជាស្ត្រីនៅក្រុងស្ទឹងសែនខេត្តកំពង់ធំមានអ្នកចូលរួមសរុបចំនួន204នាក់ក្នុងនោះក្រុមប្រឹក្សាឃុំសង្កាត់ជាស្ត្រីអ្នកទទួលបន្ទុកកិច្ចការនារីនិងកុមារចំនួន130នាក់
ទន្ទឹមនឹងនេះក្រុមសមាជិកព្រឹទ្ធសភាបានអញ្ជើញចុះសួរសុខទុក្ខលោកគ្រូអ្នកគ្រូសិស្សានុសិស្សនិងនាំយកថវិកាសាងសង់អគារសិក្សាចំនួន1ខ្នងជូនសាលាបឋមសិក្សាអាងភ្នំស្ថិតក្នុងភូមិក្តីលើឃុំរអាងស្រុកសង្គមថ្មីខេត្តព្រះវិហារនិងបាននាំយកអំណោយជាចង្ក្រានសន្សំសំចៃធម្មពលនិងធុងចម្រោះទឹកស្អាតចែកជូនប្រជាពលរដ្ឋសរុបចំនួន 4559 គ្រួសារនៅខេត្តត្បូងឃ្មុំព្រៃវែងនិងខេត្តកំពង់ធំចំនួន10លើកព្រមជាមួយនឹងការចុះទៅកាន់មូលដ្ឋានព្រឹទ្ធសភាក៏បានទទួលបណ្ដឹងតវ៉ារបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេសនិងផ្ដល់យោបល់លើពាក្យបណ្ដឹងជូនទៅកាន់ស្ថាប័នមានសមត្ថកិច្ចឲ្យជួយដោះស្រាយចំនួន52ករណីក្រៅពីនេះព្រឹទ្ធសភាបានរៀបចំទទួលដំណើរទស្សនកិច្ចរបស់សាស្ត្រាចារ្យសាមណនិស្សិតនិងនិស្សិតមកពីសាកលវិទ្យាល័យនានានៅក្នុងរាជធានីភ្នំពេញខេត្តបាត់ដំបងសៀមរាបនិងខេត្តព្រះសីហនុព្រមទាំងសិក្ខាកាមមកពីសភាថៃឡាវនិងកម្ពុជាចំនួន8លើកមានអ្នកចូលរួមសរុបចំនួន710អង្គនាក់ក្រៅពីបំពេញមុខងារទាំង3របស់ខ្លួនព្រឹទ្ធសភានីតិកាលទី5ក្រុមការដឹកនាំដ៏ឆ្លៀសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាបានកំណត់យកវិស័យការទូតសភាជាការងារអាទិភាពមួយក្នុងចំណោមការងារអាទិភាពផ្សេងទៀតក្នុងគោលបំណងការពារនិងលើកស្ទួយផលប្រយោជន៍ជាតិជាក់ស្ដែងក្នុងឆ្នាំទី1នៃព្រឹទ្ធសភានីតិកាលទី5នេះថ្នាក់ដឹកនាំព្រឹទ្ធសភាគណៈកម្មការក្រុមមិត្តភាពសមាជិកសមាជិកាព្រឹទ្ធសភាបានអនុញ្ញាតនិងទទួលជួបសវនាការជាមួយនឹងភ្ញៀវជាតិនិងគណៈប្រតិភូជាន់ខ្ពស់ទាំងក្នុងក្របខ័ណ្ឌនីតិបញ្ញត្តិនីតិប្រតិបត្តិនិងគណៈបកឯកអគ្គរដ្ឋទូតឯកអគ្គរដ្ឋទូតនៃប្រទេសជាមិត្តនិងតំណាងអង្គការនានាចំនួន224លើកនៅក្នុងជំនួបនីមួយៗថ្នាក់ដឹកនាំព្រឹទ្ធសភាតែងតែតម្កល់ផលប្រយោជន៍ប្រជាជននិងជាតិជាធំដោយបានជំរុញការរឹតចំណងមិត្តភាពទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគីដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមកឲ្យកាន់តែសកម្មការទាក់ទាញវិនិយោគមកកាន់កម្ពុជាការពង្រឹងការនាំចេញផលិតផលកម្ពុជាជាពិសេសផលិតផលកសិកម្មការជំរុញវិស័យទេសចរការគៀកជំនួយអភិវឌ្ឍការកសាងហេដ្ឋារចនាសម្ព័ន្ធការបណ្ដុះបណ្ដាលធនធានមនុស្សការជំរុញកិច្ចសហប្រតិបត្តិការដើម្បីសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់និងអន្តរជាតិក៏ស្ថិតក្នុងរបៀបវារៈដ៏សំខាន់របស់សម្ដេចតេជោក្នុងជំនួបជាមួយនឹងភ្ញៀវអន្តរជាតិផងដែរក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនងអន្តរជាតិរបស់កម្ពុជាឲ្យកាន់តែសកម្មនិងរស់រវើកសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាបានដឹកនាំគណៈប្រតិភូជនខ្ពស់កម្ពុជាអញ្ជើញចូលរួមវេទិកាចំណេះដឹងពិភពលោកលើកទី25ក្រោមមូលបទដំណើរឆ្ពោះទៅរកសហត្ថិភាពនៅសាធារណរដ្ឋកូរ៉េនិងបានអញ្ជើញបំពេញទស្សនកិច្ចមិត្តភាពនិងផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិនព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីនរដ្ឋកាតាសាធារណរដ្ឋទូគីយេប្រទេសអេមីរ៉ាតអារ៉ាប់រួមនិងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវដើម្បីរឹតបន្តឹងចំណងមិត្តភាពសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតជារួមសម្ដេចតេជោបានយកចិត្តទុកដាក់ខ្ពស់ក្នុងការកសាងគោលនយោបាយការបរទេសកម្ពុជាដែលមានភាពស៊ីសង្វាក់គ្នារវាងកិច្ចការទូតសភាការទូតរដ្ឋាភិបាលនិងការទូតគណៈបកដើម្បីបង្កើនថាមពលរួមនៃការប្រើប្រាស់គោលនយោបាយការទូតឆ្លៀសវៃសង្កត់ទេភៀមប្រកបដោយភាពបត់បែននិងឆ្លើយតបបានទាន់ពេលវេលាទៅនឹងសភាពការថ្មីរបស់ពិភពលោកព្រមជាមួយគ្នានេះថ្នាក់ដឹកនាំព្រឹទ្ធសភាក្រុមមិត្តភាពទ្វេភាគីក្រុមពហុភាគីរបស់ព្រឹទ្ធសភានិងសមាជិកសមាជិកាព្រឹទ្ធសភាបានអញ្ជើញបំពេញទស្សនកិច្ចចូលរួមវេទិកាកិច្ចប្រជុំមហាសន្និបាតសិក្ខាសាលានិងពិធីផ្សេងៗដោយផ្ទាល់និងតាមប្រព័ន្ធនិម្មិតចំនួន12លើកនៅប្រទេសបារាំងលុចសំបួរកាណាដាស្វីសឡាវវៀតណាមឥណ្ឌូនេស៊ីនិងប្រទេសរុស្ស៊ី
ក្នុងក្របខ័ណ្ឌពហុភាគីថ្នាក់ដឹកនាំសមាជិកាព្រឹទ្ធសភាបានអញ្ជើញចូលរួមក្នុងសម័យប្រជុំពេញអង្គលើកទី11នៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព IPTP 11ដែលសភាកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំនៅរាជធានីភ្នំពេញប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់និងទទួលបានលទ្ធផលគួរជាទីមោទនៈក្នុងឱកាសនោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាបានអញ្ជើញថ្លែងបឋកថាជាពិសេសទាក់ទងនឹងដំណើរការស្វែងរកនិងការកសាងសន្តិភាពតាមរយៈនយោបាយឈ្នះឈ្នះដោយបានបញ្ចប់សង្គ្រាមស៊ីវិលដែលបានអូសបន្លាយអស់រយៈពេលជិត3ទសវត្សរ៍ហើយបាននាំមកនូវសន្តិភាពពេញលេញដល់ប្រជាជាតិកម្ពុជានិងបានធ្វើឲ្យកម្ពុជាក្លាយជាប្រទេសដែលមានម្ចាស់ការលើជោគវាសនារបស់ខ្លួននិងសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័សមួយក្នុងពិភពលោកទន្ទឹមនឹងកិច្ចការងារក្រៅប្រទេសព្រឹទ្ធសភាបានទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូប្រទេសជីមិនដែលមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាចំនួន3លើកគណៈប្រតិភូក្រុមមិត្តភាពបារាំងកម្ពុជាដឹកនាំដោយឯកឧត្តមវ៉ាងសង់អឺប្លេប្រធានក្រុមមិត្តភាពបារាំងកម្ពុជាគណៈប្រតិភូសភាប្រឹក្សានយោបាយប្រជាជនចិនទី13ដឹកនាំដោយឯកឧត្តមចាងឈឹងលីអនុប្រធានសភាក្រុមប្រឹក្សានយោបាយប្រជាជនចិនទី13និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមនៃសភាប្រឹក្សានយោបាយប្រជាជនចិននិងគណៈប្រតិភូមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េជាមួយនឹងការគិតគូរជាប្រចាំពីថ្នាក់ដឹកនាំព្រឹទ្ធសភាលើការអភិវឌ្ឍស្ថាប័ននិងការផ្តល់អាទិភាពលើការងារការទូតសភាព្រឹទ្ធសភានីតិកាលទី5បានបើកការដ្ឋានសាងសង់អគារថ្មីដែលមានបណ្ដោយប្រវែង79ម៉ែត្រនិងទទឹងប្រវែង47ម៉ែត្រមានកម្ពស់4ជាន់ដោយប្រើរយៈពេលសាងសង់ចំនួន16ខែសម្រាប់ធ្វើជាអគារបំពេញការងាររបស់ថ្នាក់ដឹកនាំព្រឹទ្ធសភាជាសាលប្រជុំព្រឹទ្ធសភាព្រមទាំងជាកន្លែងទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូនានាការសាងសង់អគារថ្មីនេះបានប្រើប្រាស់ថវិកាដែលទទួលបានពីការចូលរួមវិភាគទានរបស់សប្បុរសជននានាដោយពុំបានប្រើប្រាស់ថវិកាជាតិនោះទេដើម្បីបង្កើនកិច្ចទំនាក់ទំនងនិងសហប្រតិបត្តិការល្អជាគ្នាគណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្ដឹងនឹងអង្គការនិងអធិការកិច្ចនៃព្រឹទ្ធសភាបានចុះអនុសារណៈនៃការយោគយល់គ្នាជាមួយនឹងក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែនដើម្បីពង្រឹងភាពជាដៃគូក្នុងកិច្ចសហប្រតិបត្តិការលើកកម្ពស់ការអនុវត្តច្បាប់ការពារសិទ្ធិនិងផលប្រយោជន៍ប្រជាពលរដ្ឋគ្រប់រូបជាពិសេសចំពោះស្ត្រីនិងកុមាររងគ្រោះមានជីវភាពខ្សត់ខ្សោយខ្វះការការពារសិទ្ធិតាមផ្លូវច្បាប់នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេសទន្ទឹមគ្នានេះតាមរយៈទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរជាមួយនឹងក្រសួងស្ថាប័ននិងដៃគូអភិវឌ្ឍស្ថាប័នអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានទទួលអំណោយជាកុំព្យូទ័រចំនួន60គ្រឿងពីក្រសួងប្រៃសណីនិងទូរគមនាគមន៍ដើម្បីយកមកប្រើប្រាស់ក្នុងការបំពេញការងារជូនព្រឹទ្ធសភាបន្ថែមពីនេះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបាននឹងកំពុងរៀបចំគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលបន្ទុកទិន្នន័យ Data Center ដែលនឹងបំពាក់ទៅដោយបច្ចេកវិទ្យាទំនើបចុងក្រោយដែលជាផ្នែកមួយដ៏សំខាន់នៃការអភិវឌ្ឍប្រព័ន្ធ ICT នៅក្នុងស្ថាប័ននីតិបញ្ញត្តិនេះនិងគម្រោងសាងសង់អគារការិយាល័យធ្វើការរបស់ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចំនួន1ខ្នងកម្ពស់5ជាន់ព្រមទាំងគម្រោងលើកកម្រិតគុណភាពសម្ភារៈផ្សព្វផ្សាយព័ត៌មានដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិនក្នុងនាមជាសេនាធិការឲ្យព្រឹទ្ធសភាអគ្គលេខាធិការដ្ឋានបានខិតខំបំពេញការងារផ្តល់សេវាជូនថ្នាក់ដឹកនាំព្រឹទ្ធសភានិងគ្រប់យន្តការរបស់ព្រឹទ្ធសភាដោយស្មារតីទទួលខុសត្រូវខ្ពស់និងសុខដុមនីយកម្មទន្ទឹមនឹងនេះថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានចូលរួមដឹកនាំសម្របសម្រួលរៀបចំបទដ្ឋានគតិយុត្តបន្ថែមសម្ដៅពង្រឹងការដឹកនាំស្ថាប័នឲ្យកាន់តែមានប្រសិទ្ធភាពក្នុងនាមជាស្ថាប័ននីតិបញ្ញត្តិដោយបានរៀបចំឲ្យមានសេចក្តីសម្រេចស្តីពីតួនាទីភារកិច្ចនិងសមត្ថកិច្ចរបស់គណៈកម្មការនិងក្រុមនានារបស់ព្រឹទ្ធសភានីតិកាលទី5ចំនួន65ច្បាប់ដើម្បីឲ្យយន្តការនិងក្រុមនីមួយៗប្រតិបត្តិតួនាទីភារកិច្ចរបស់ខ្លួនស្របតាមបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា
ព្រមជាមួយគ្នានេះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានបន្តយកចិត្តទុកដាក់ខ្ពស់ធ្វើកិច្ចការសង្គមនិងសុខុមាលភាពដោយចាត់ក្រុមការងារចុះសួរសុខទុក្ខថ្នាក់ដឹកនាំសមាជិកសមាជិកាព្រឹទ្ធសភាមន្ត្រីរាជការនិវត្តន៍ជនមន្ត្រីរាជការជាស្ត្រីដែលសម្រាប់លំហែមាតុភាពនិងអ្នកមានជំងឺចំនួន10លើកព្រមទាំងបានឧបត្ថម្ភដល់មន្ត្រីរាជការនិវត្តន៍ជននិងសហព័ន្ធដែលបានទទួលមរណភាពចំនួន4នាក់និងបានជួយឧបត្ថម្ភថវិកាដល់មន្ត្រីរាជការមានជំងឺនិងមន្ត្រីរាជការបាត់បង់សម្បទាវិជ្ជាជីវៈចំនួន39រូបព្រមទាំងបានរៀបចំពិធីអបអរសាទរទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិលើកទី26និងពិធីអបអរសាទរខួបលើកទី114នៃទិវាអន្តរជាតិនារី8មីនាឆ្នាំ2025លើសពីនេះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានរៀបចំកម្មវិធីធ្វើប័ណ្ណសមាជិកបេឡាជាតិសន្តិសុខសង្គមបសសជូនក្រុមគ្រួសារមន្ត្រីរាជការនិងចូលរួមចំណែកគៀងគរថវិកាពីគ្រប់មជ្ឈដ្ឋានជួយឧបត្ថម្ភមន្ទីរពេទ្យគុណធបុប្ផានិងកាកបាទក្រហមកម្ពុជាព្រមទាំងបានរៀបចំអំណោយមួយចំនួនជូនគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិឈរលើស្មារតីនៃការអភិវឌ្ឍស្ថាប័ននិងមានកិច្ចសហការល្អជាមួយដៃគូអភិវឌ្ឍនានាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានបន្តពង្រឹងសមត្ថភាពមន្ត្រីរាជការដោយធ្វើការបណ្ដុះបណ្ដាលនៅក្នុងប្រទេសចំនួន30វគ្គមានមន្ត្រីចូលរួមចំនួន232នាក់និងបណ្ដុះបណ្ដាលក្រៅប្រទេសចំនួន4វគ្គមានមន្ត្រីចូលរួមចំនួន29នាក់ព្រមទាំងចូលរួមសិក្ខាសាលាបឋកថានៅក្នុងនិងក្រៅប្រទេសចំនួន7លើកមានមន្ត្រីចូលរួមចំនួន316នាក់ក្រៅពីបំពេញការងារយ៉ាងសកម្មផ្តល់សេវាជូនថ្នាក់ដឹកនាំសមាជិកសមាជិកានិងក្រុមយន្តការនានារបស់ព្រឹទ្ធសភាថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានទទួលជួបជាមួយភ្ញៀវជាតិនិងអន្តរជាតិចំនួន20លើកទន្ទឹមនឹងនេះឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភាបានអញ្ជើញទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគមអគ្គលេខាធិការសភាពិភពលោកនៅប្រទេសស្វីសឆ្នាំទី1នៃព្រឹទ្ធសភានីតិកាលទី5ក្រុមការដឹកនាំប្រកបដោយកតេបណ្ឌិតខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាបានបញ្ចប់ទៅដោយរលូនប្រកបដោយកិត្តិយសស្នាដៃជោគជ័យនិងទទួលបានលទ្ធផលយ៉ាងល្អព្រមទាំងមានសក្តានុពលគ្រប់គ្រាន់ដើម្បីឈានចូលឆ្នាំទី2ផ្អែកតាមលទ្ធផលវិជ្ជមាននេះនៅឆ្នាំទី2នៃព្រឹទ្ធសភានីតិកាលទី5នឹងបន្តខិតខំបំពេញមុខងារស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់រួមចំណែកឲ្យកាន់តែសកម្មថែមទៀតក្នុងការពង្រឹងអភិបាលកិច្ចល្អនីតិរដ្ឋនិងលទ្ធិប្រជាធិបតេយ្យជំរុញការអនុវត្តគោលនយោបាយវិមជ្ឈការនិងវិសហមជ្ឈការព្រមទាំងពង្រឹងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អជាមួយនឹងសភាដៃគូប្រទេសនានាក្នុងតំបន់និងលើសកលលោក